ជំរាបសួរក៏ដូចជាសួស្តីទៅកាន់ពុកម៉ែបងប្អូនជាទីគោរពនិងជាទីស្រឡាញ់ទាំងអស់គ្នាថ្ងៃនេះខ្ញុំនាំពុកម៉ែបងប្អូនទាំងអស់គ្នាមកទស្សនាវីដេអូពីសកម្មភាពនៅកន្លែងដែលខ្ញុំធ្វើការបងប្អូននៅកន្លែងខ្ញុំធ្វើការនេះគេហៅថា 2 in 1 ណាបងប្អូនមាន resort ផងក៏ដូចជាមានร้านអាហារផងបងប្អូនមានហាងលក់បាយម្ហូបផងអញ្ចឹងណាធម្មតាខ្ញុំជាអ្នកធ្វើបន្ទប់ឯខ្ញុំអ្នកធ្វើខាង resort ដែរបងប្អូនគឺគេបែងចែកមានអ្នកខាងរៀបចំបន្ទប់និងអ្នកខាងចុងភៅម្ហូបនេះគឺបែងចែកដាច់ដោយឡែកផ្សេងពីគ្នាទេតែសម្រាប់អ្នករៀបចំបន្ទប់ resort ដូចខ្ញុំគឺដោយសារតែ resort មានតែ20បន្ទប់ជាងទេបងប្អូនហើយក្រុមការងារអ្នកដែលរៀបចំបន្ទប់ហ្នឹងគឺមាន6ទៅ7នាក់អញ្ចឹងការរៀបចំបន្ទប់នោះយ៉ាងយូរត្រឹមម៉ោង2អីរួចរាល់ហើយបងប្អូនអាស្រ័យទៅលើភ្ញៀវដែលគាត់ check out លឿនឬក៏យឺតតាមហ្នឹងណាបងប្អូនបើសិនជាភ្ញៀវ check out លឿនទៅពីព្រលឹមទៅក៏យើងធ្វើឆាប់ហើយម៉ោង1ជាងអីយើងធ្វើហើយពេលខ្លះម៉ោង2 10ជាងអីយើងធ្វើហើយបងប្អូនតែបើភ្ញៀវ check out យឺតអញ្ចឹងវាអាចដល់ម៉ោង2ឬក៏ម៉ោងយ៉ាងយូរម៉ោង2ជាងតិចតួចអញ្ចឹងយើងរួចរាល់ហើយបន្ទាប់ពីយើងរៀបចំបន្ទប់ហើយធ្វើបន្ទប់ហើយបងប្អូនក៏យើងសម្រាប់បន្តិចទៅញ៉ាំបាយញ៉ាំអីហើយក៏យើងមកជួយមើលនៅខាងហាងម្ហូបគេនេះបងប្អូនព្រោះខាង resort របស់ខ្ញុំធ្វើការនេះគឺមានម៉ោងចេញម៉ោងចូលច្បាស់លាស់អញ្ចឹងបងប្អូនគឺតម្រូវឲ្យពេលព្រឹកចូលម៉ោង7ពេលល្ងាចចេញម៉ោង5ពួកគេមានកន្លែង scan មេដៃមានពេលវេលាច្បាស់លាស់ទោះបីជាធ្វើបន្ទប់ហើយស្មើបានក៏ដោយគេតម្រូវឲ្យមកជួយនៅបន្ទាប់ពីធ្វើ resort ហើយគេតម្រូវឲ្យយើងជួយមើលនៅខាងร้านម្ហូបបានគេហាងម្ហូបបានគេបងប្អូនយើងមកជួយមើលជួយលើកម្ហូបអីតិចតួចទៅឬក៏ជួយ check bin check អីភ្ញៀវអញ្ចឹងទៅបងប្អូនភ្ញៀវគេ check bin ចេញអញ្ចឹងណាកន្លែងខ្ញុំធ្វើការនេះគឺថ្ងៃសៅរ៍អាទិត្យនឹងសម្រាប់ខែអត់មានភ្ញៀវច្រើនបងប្អូនសៅរ៍អាទិត្យគឺតែងតែមានថែមម៉ោងឬក៏ថែមម៉ោងតែថ្ងៃសៅរ៍អញ្ចឹងទៅតែក្នុងអំឡុង2ខែនេះបងប្អូនខែ4ខែ5នេះគឺភ្ញៀវពេញអញ្ចឹងអត់សូវមានពេលសម្រាប់ទេគឺថែមម៉ោងសឹងតែរាល់ថ្ងៃក្នុងមួយខែសម្រាប់បាន4ថ្ងៃទេបងប្អូនគឺសម្រាប់អត់ថែមម៉ោងបងប្អូនសម្រាប់បាន4ថ្ងៃឬក៏5ថ្ងៃយ៉ាងច្រើននិយាយទៅបងប្អូនធម្មតាខ្ញុំអត់ដែរថតវីដេអូនៅកន្លែងខ្ញុំធ្វើការនៅร้านអាហារក៏ដូចជា resort ដែលខ្ញុំធ្វើការហ្នឹងបង្ហោះឲ្យបងប្អូនមើលទេហើយខ្ញុំក៏ដែរបានរៀបរាប់ពីសកម្មភាពអ្នកធ្វើការនៅក្នុងហ្នឹងឲ្យបងប្អូនស្ដាប់ក៏ដូចជាទស្សនាដែរតែដោយសារថ្ងៃនេះមេឃបានបង្អុរភ្លៀងមួយមេយ៉ាងសណ្ដំមកហើយនៅដំបងឡាយគឺភ្ញៀវនៅអង្គុយញ៉ាំអាហារនៅឯមាត់ឆ្នេរនោះតែបងប្អូនតែដោយសារតែភ្លៀងបានបង្អុរមកនៅខ្ទង់ម៉ោង6ម៉ោង7ជាងធ្វើឲ្យភ្ញៀវបានជ្រុលឡើងមកលើមកអង្គុយនៅร้านខាងលើនេះវិញបងប្អូនអញ្ចឹងទៅនៅខាងលើនេះដោយសារតែមេឃភ្លៀងនិងខ្យល់ខ្លាំងភ្ញៀវគាត់អង្គុយនៅខាងមុខនឹងអត់កើតទេឥឡូវក្រុមការងារគាត់បានមកចាប់តុនៅផ្លូវច្រកចូលទៅតាមបន្ទប់របស់ភ្ញៀវស្នាក់នៅនេះវិញបងប្អូនច្រកផ្លូវដើរនេះបងប្អូនមករៀបតុឲ្យគាត់អង្គុយនៅតាមផ្លូវដើរទៅតាមបន្ទប់នេះវិញបងប្អូននិយាយទៅបងប្អូននៅពេលដែលមេឃភ្លៀងខ្លាំងខ្យល់ខ្លាំងអញ្ចឹងអាណិតទាំងក្រុមការងារនិងអាណិតទាំងភ្ញៀវផងដែរបងប្អូនភ្ញៀវគាត់បានកំងអាហារហើយអង្គុយញ៉ាំទៅហើយសារបើមានភ្លៀងមកគាត់រើឡើងមកលើនេះតុខ្លះក៏រើទាន់តុខ្លះក៏រើមិនទាន់ព្រោះភ្លៀងមកដូចកំហុកពេកចាបងប្អូនភ្លៀងមកខ្លាំងខ្យល់ខ្លាំងអញ្ចឹងតុខ្លះដែលយើងរើមកទាន់នឹងម្ហូបគឺនៅល្អអញ្ចឹងទៅគាត់មកញ៉ាំបន្តនៅខាងលើនេះហើយតុខ្លះដែលរើម្ហូបមកអត់ទាន់វាទឹកភ្លៀងខ្លះអីខ្លះដំបូងគាត់ចូលមកអង្គុយនៅយកខាងមុខទេបងប្អូនតែបន្ទាប់ពីអង្គុយបានមកទូខ្យល់វាកាន់តែខ្លាំងមកភ្លៀងសាចបងប្អូនអង្គុយអត់កើតអញ្ចឹងអ្នកខ្លះក៏គាត់ឈួររេរឲ្យក្រុមការងារចាត់តុឲ្យគាត់អង្គុយនៅតាមច្រកផ្លូវនេះវិញណាបងប្អូនសរុបមកបងប្អូនអធិស្ឋានផងដែលបងប្អូនមើលរូបភាពអត់សូវច្បាស់វីដេអូនឹងអត់ច្បាស់ឃើញថតកណិតអីមិនពេញរូបមិនពេញរាងអីដោយសារតែខ្ញុំលួចថតទេបងប្អូនព្រោះនៅកន្លែងខ្ញុំធ្វើការនេះកាមេរ៉ាសុវត្ថិភាពប្រព្រឹត្តប្រព្រាតបងប្អូនអើយខ្ញុំអាចថតឲ្យសេរីបានទេវាប៉ះពាល់ដល់ការធ្វើការរបស់យើងប៉ះពាល់ដល់ការងាររបស់យើងព្រោះតកែអត់មានបើកសេរីបើកចំហឲ្យយើងថតវីដេអូអីបោះនៅក្នុងម៉ោងការងារអីទេបងប្អូន